ចាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំបានមកដល់ផ្សារ KC អញ្ចឹងបងប្អូនចាំទៅមើលជាមួយនឹងខ្ញុំទាំងអស់គ្នាថាខាងក្នុងផ្សារហ្នឹងគឺមានអីគេខ្លះចាអញ្ចឹងសូមបងប្អូនចាំមកមើលជាមួយនឹងខ្ញុំទាំងអស់គ្នាចាអញ្ចឹងបងប្អូនមើលមកខាងស្ដាំដៃនិងខាងឆ្វេងដៃរបស់ខ្ញុំដែរគឺមានខាងនេះគឺទឹកប្រហុកនិងទឹកជ្រលក់សម្រាប់យើងធ្វើទឹកត្រីនៅពេលដែលយើងញ៉ាំអីហើយខាងនេះគឺជានំដែលគេហៅថានំដលងប្រាំងបំពងយើងអាចញ៉ាំនៅឯផ្ទះបានឬក៏ពេលដែលយើងធ្វើដំណើរទៅណាឆ្ងាយយើងអាចទិញយកទៅញ៉ាំបានចាអញ្ចឹងបងប្អូនចាំចូលទៅមើលជាមួយនឹងខ្ញុំខាងក្នុងទាំងអស់គ្នាថាមានអីគេខ្លះចាហើយខាងនេះគឺខោទឹកនោមហើយនឹងกระดาษសើមសម្រាប់អូនតូចគាត់ពាក់ពេលគាត់គេងកុំឲ្យវាហៀទឹកនោមប្រឡាក់ពូកអីហ្នឹងហើយខាងនេះគឺกระดาษសើមបងប្អូនត្រូវការกระดาษសើមយើងអាចទិញមកជូតដៃជូតមុខជូតមាត់បានហើយខាងនេះគឺម្ដុំនេះគឺវាសវោទៅដោយប្រភេទអីបានហាกระดาษជូតមាត់មិនថាទាំងกระดาษសើមឬក៏กระดาษស្ងួតគឺមាននៅម្ដុំនេះទាំងអស់ចាហើយខាងនេះដៃរបស់ខ្ញុំគឺជាប្រភេទទឹកផ្លែឈើទឹកអាចញ៉ាំដូចជានេះគេហៅថាទឹកកូឡេនប៉ុន្តែវាមានខាងក្នុងនេះមានគ្រាប់ជីនៅក្នុងហ្នឹងអាចយើងញ៉ាំទៅត្រជាក់ក្នុងខ្លួនរបស់យើងគឺត្រជាក់ចាហើយមានគ្រប់រសជាតិបងប្អូនមានតាំងពីកូឡេនពីក្រូចពីតតំអីមានគ្រប់រសជាតិបងប្អូនអាចមកមើលនៅទីនេះបានហើយខាងនេះគឺជាប្រភេទទឹកគ្រឿងកំប៉ុងដូចជា Sting Samurai Popsi អីហ្នឹងយើងសិតតែស្គាល់ទេចាខាងនេះគឺគ្រឿងកំប៉ុងពេលដែលបងប្អូនអាចចង់មកញ៉ាំគ្រឿងកំប៉ុងគឺគាត់អាចដើរមកដុំនេះបានចាហើយខាងនេះដៃខ្ញុំគឺជាប្រភេទកាហ្វេបងប្អូនកាហ្វេកញ្ចប់បងប្អូនអាចមករកទិញបានចាហើយនេះជាប្រភេទទឹកតែដែលបងប្អូនអាចរកទិញបានគឺមានគ្រប់រសជាតិចាមានតាំងពីពណ៌ក្រហមពណ៌ខៀវមានគ្រប់រសជាតិហើយនេះដូចជាទឹកដែលយើងអាចញ៉ាំពេលដែលយើងខ្វះជីជាតិនៅក្នុងខ្លួនយើងអាចញ៉ាំបានចាហើយជាប្រភេទចាហួយសម្រាប់អូនគាត់អាចញ៉ាំឬដោះគោសម្រាប់អូនគាត់អាចមកញ៉ាំបានចានេះមានតាំងពីលេតតាសយនិងទឹកដោះគោផ្សេងចាហើយនៅខាងនេះដៃខ្ញុំវិញគឺប្រភេទស្រាបងប្អូនចាមានគ្រប់រសជាតិចាខ្ញុំអត់ស្គាល់ទេខ្ញុំអត់ដែរញ៉ាំចាមើលទៅតំណឹងមែនតើហើយនេះគេហៅថាជីងរោបងប្អូនអាចមករកបានប្រភេទស្រាដបនៅនេះគឺអាចមករកនៅនេះបានចាបងប្អូននៅការជួបជុំមិត្តភ័ក្តិឬក៏មិត្តភ័ក្តិបងប្អូនគឺគាត់អាចមករកទិញស្រានៅទីនេះបានចាហើយខាងនេះដៃរបស់ខ្ញុំដែរគឺជាប្រភេទដោះគោស្រស់បងប្អូនតែប្រភេទកំប៉ុងដបกระดาษអញ្ចឹងបងប្អូនអាចមករកទិញបានចានេះគឺជាប្រភេទស្រាដបដែលពួកគាត់យកមកដាក់នៅក្នុងទូឲ្យវាត្រជាក់អញ្ចឹងបងប្អូនអាចរកទិញបានមានទាំងត្រជាក់ទាំងអត់ត្រជាក់ចាបងប្អូនអាចមើលបានចានៅខាងឆ្វេងខាងឆ្នាំដៃនេះគឺពពេញទៅដោយគ្រឿងកំប៉ុងមិនថាភេសជ្ជៈបើកម្លាំងអីផ្សេងៗគឺបងប្អូនអាចមករកនៅទីនេះបានចាហើយខាងនេះគឺជាប្រភេទទឹកត្រជាក់កម្មបងប្អូនអាចទិញជូនម៉ាក់ប៉ាក៏ដូចជាអ៊ំឬក៏យាយតាបងប្អូននៅផ្ទះតែគាត់យកទៅពិសាទៅមានកម្លាំងបើកម្លាំងបានចានេះគឺមានគ្រប់រសជាតិបងប្អូនអាចមើលបានតាមហ្នឹងចាអញ្ចឹងបងប្អូនអាចទៅមើលនៅខាងឆ្វេងដៃរបស់ខ្ញុំបានគឺជាប្រភេទគ្រឿងក្រអូបសម្រាប់នឹងក្មេងតូចចាដូចជាសាប៊ូដោះខ្លួនជាលេសម្រាប់លាបខ្លួនរបស់ពួកគាត់កុំឲ្យមានស្នាមឬក៏ក្លិនអាក្រក់អីចាបងប្អូនអាចមើលបានហើយខាងនេះដៃខ្ញុំគឺជាប្រភេទទឹកអប់បងប្អូនអាចមករកបានចាអាចរកបានហិតតាមក្លិនតែនេះខ្ញុំអត់ហ៊ានបើករបស់គេទេព្រោះដោយសារខ្លាចគេកាត់លុយហើយនេះគឺប្រភេទលុញឃ្លៀកបងប្អូនអាចមកមើលបានមានតាំងពីបរិសុទ្ធស្ត្រីចឹងបងប្អូនត្រូវការមកមើលថាខ្លួនឯងជាបរិសុទ្ធឬក៏ស្រីអាចមកមើលតាមនឹងបានចាគឺគេមានដាក់តាមនឹងឲ្យដែរហើយខាងនេះគឺប្រភេទសាប៊ូដោះខ្លួនសម្រាប់មនុស្សធំដែរហើយមានក្លិនក្រអូបមែនតើចានេះគឺមានគ្រប់ប្រភេទដែលបងប្អូនអាចមកមើលបានហើយនេះជាប្រភេទទឹកខ្ពុលមាត់បងប្អូនអាចមកមើលបានជាប្រភេទទឹកខ្ពុលមាត់កុំឲ្យមាត់យើងមានក្លិនអាក្រក់ពេលដែលយើងនិយាយទៅកាន់គេចាហើយអញ្ចឹងបងប្អូនអាចទៅមើលខាងនេះដៃរបស់ខ្ញុំគឺជាប្រភេទសាប៊ូកក់សក់ចាមានតាំងពីសាប៊ូអប់សាប៊ូកក់បងប្អូនអាចមើលបានប្រភេទ
ដែលបងប្អូនធ្លាប់កក់ធ្លាប់ប្រើពីមុនមកគឺមានគ្រប់ទាំងអស់ចាមានទាំងពី clinic ស្ត្រីបុរសមានគ្រប់យ៉ាងចាហើយខាងនេះរបស់ខ្ញុំដែរគឺជាប្រភេទ foam លាងមុខបងប្អូនអាចមកត្រូវការបងប្អូនអាចមកបានហើយនេះគឺជាប្រភេទ skin care ដែលបងប្អូនអាចយកមកលាបប្រើប្រាស់នៅស្បែកមុខឬក៏ប្រភេទខ្លួនបងប្អូនអាចមើលបានចាមានទឹកពីទឹក remove makeup គឺមានគ្រប់យ៉ាងចាមានទាំងពីលេលាបខ្លួនហើយនិងលេលាបដៃដែរចាឲ្យដៃយើងក៏អូបសាឡូនចាអញ្ចឹងបងប្អូនចាំទៅមើលជាមួយនឹងខ្ញុំនៅខាងមុខទៀតថាតើខាងមុខរបស់ខ្ញុំគឺមានអីគេខ្លះចាអញ្ចឹងចាខាងនេះដៃរបស់ខ្ញុំគឺជាប្រភេទមីបងប្អូនប្រភេទមីគោកអានេះគឺយើងអាចញ៉ាំបានសោះទឹកក្តៅយើងសោះហើយយើងយកមកញ៉ាំបានបងប្អូនអ្នកធ្លាប់ញ៉ាំគឺគាត់ដឹងរបៀបធ្វើបែបម៉េចហើយចាជាប្រភេទមីការ៉េមានទាំងពីរកំប៉ុងទាំងពីរកញ្ចប់ចាបងប្អូនអាចមើលបានតាមហ្នឹងទាំងអស់ចាមើលទៅគឺមានគ្រប់រសជាតិមានទាំងហិលទាំងអត់ហិលបងប្អូនអាចមករើសមើលបានតាមចំណង់ដែលបងប្អូនធ្លាប់ញ៉ាំអាចញ៉ាំបានចាហើយខាងនេះគឺជាប្រភេទដបដោះគោនិងក្បាលមុំដោះគោរបស់ក្មេងៗចាបងប្អូនមានកូនតូចៗគាត់អាចមកទីនេះបានចាមកមើលនេះគឺជាដបដោះគោសម្រាប់ឲ្យអូនញ៉ាំហើយនឹងអានេះគឺជាក្បាលដាស់សម្រាប់ពួកគាត់ញ៉ាំដែរចាមានតាំងពីដបទឹកហើយកតោបាយអូនហើយខាងនេះគឺប្រភេទដោះគោបងប្អូនសម្រាប់អូនតូចៗគាត់ញ៉ាំដោះគោគាត់អាចមកទីនេះបានចាអាចមកទិញសម្រាប់អូនដែលគាត់ញ៉ាំមានតាំងពីដបទឹកចាទឹកនេះបែបជាចន្លោះ2លីត្រចាបងប្អូនអាចមករកទិញនៅនេះបានហើយខាងនេះគឺជាប្រភេទមីដដែលទេចាហើយនេះគឺជាប្រភេទធ្វើខ្លួនចាបងប្អូនមានតាំងពី mascara មានតាំងពីពត់រំភ្នែកក្រែមសម្រាប់គូអញ្ចើមអញ្ចឹងបងប្អូនអាចមករកមើលនៅទីនេះបានចាប្រភេទធ្វើខ្លួនសម្រាប់លើស្រីចាអញ្ចឹងបងប្អូនបន្ទាប់ពីខ្ញុំដើរជុំវិញនេះអស់ហើយគឺខ្ញុំបានជួបទូការ៉េមចាអញ្ចឹងខ្ញុំពេញចិត្តខ្ញុំចង់ញ៉ាំអញ្ចឹងខ្ញុំបើកយកចាខ្ញុំយកពីរតែសារខ្ញុំមានគ្នាពីរនាក់ចាអញ្ចឹងវីដេអូរបស់ខ្ញុំថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេអរគុណបងប្អូនសម្រាប់ការតាមដានវីដេអូរបស់ខ្ញុំតាំងពីដើមរហូតមកដល់ចប់ចាជិតគឺខ្ញុំមានតែប៉ុណ្្នឹងទេចាបាយបាយ